នេះបងប្អូននៅកមុខផ្ទះនៃគ្រូទេពរចនាមានផ្កាដ៏ហូរហែស្អាតណាស់បងប្អូនប៉ុន្តែអត់ដឹងថាស្អាតបានយូរប៉ុណ្ណាទេណាបងប្អូនពីព្រោះម្ដាយនៃគ្រូទេពរចនាក្រុងកាប់ដើមផ្កាចេញខ្លះយកកន្លែងដាំស្មៅទុកឲ្យកណ្ដូបស៊ីផ្ទះនៃគ្រូមានចិញ្ចឹមកណ្ដូបនេះបងប្អូនមានផ្កាចម្រុះពណ៌ស្អាតមានតែផ្កាឈូករ័ត្នស្អាតខ្លាំងមែនទែនស្អាតដូចនៃគ្រូអញ្ចឹងហើយត្រូវថ្ងៃរៀបលិចពលឺឡើងសន្ទន់ស្អាតទាំងផ្កាស្អាតទាំងមនុស្សហើយបើឈរអែនអនក្រោមផ្កាជោករ័ត្នអញ្ចឹងអូដូចកូនទេវតាធ្លាក់ពីលើមេឃហើយបងប្អូនឃើញអញ្ចឹងតិចថាអាយុច្រើន15ឆ្នាំទេបងប្អូនជាកូនក្មេងទេបងប្អូនប៉ុន្តែដោយសារការប្រឹងប្រែងមួយរយៈចុងក្រោយអ្នកគ្រូទេពរចនាទទួលបានចំណេះដឹងជាច្រើនដែលលើសក្មេងធម្មតាក្នុងវ័យស្រករគ្នាការប្រឹងប្រែងសិក្សារៀនសូត្រនិងការចែករំលែកចំណេះដឹងរបស់អ្នកគ្រូបានក្លាយទៅជាគំរូដ៏ល្អសម្រាប់យុវជននិងយុវតីខ្មែរហើយនេះបងប្អូនផ្លូវចូលផ្ទះរបស់អ្នកគ្រូទេពរចនាហើយនេះម្ដាយរបស់អ្នកគ្រូទេពរចនាកំពុងដឹកគោហើយបងប្អូនខ្លះក៏ថាអ្នកគ្រូរចនាប្រហែលជាកូនអ្នកមានបានជាបង្រៀនសិស្សមិនយកលុយតាមពិតទៅបងប្អូនហើយអំពើល្អសេចក្តីល្អមិនបាច់ចាំតតែខ្លាយជាអ្នកមានទេសំខាន់មានទឹកចិត្តល្អមានការព្យាយាមល្អនឹងឲ្យបងប្អូនផ្ទះអ្នកគ្រូទេពរចនាហើយយើងងាកមកខាងនេះមកឃើញសាលាសិល្បៈគំនូរជីវចលនិងភាពយន្តជាសាលាដែលបង្រៀនសិស្សដែលឥតគិតថ្លៃសាលានឹងឯងដែលអ្នកគ្រូទេពរចនាបង្រៀននៅទីនេះគឺជាកោះតកែភូមិទូលវៀងឃុំអូរដំបង2ស្រុកសង្កែខេត្តបាត់ដំបង